អ្នកណាដូចខ្ញុំខ្លះឲ្យតែត្រូវត្រួតពិនិត្យការងារទៅឆែកការងារនៅការថែម្ដងគឺមិនដែលភ្លេចទេទូរស័ព្ទដៃគឺទាញមកដើរមើលកន្លែងណាដែលមិនទំនើងតែខុសជាមួយនឹងបទដ្ឋានបច្ចេកទេសគឺចាប់ផ្ដើមថតផ្តិតយករូបភាពនោះភ្លាមហើយផ្ញើទៅកាន់ក្រុមការងារឲ្យគាត់កែសម្រួលបងប្អូនខ្ញុំមានកម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា Sai Report Pro កម្មវិធីនេះជួយឲ្យបងប្អូនធ្វើការងារតាក់ទងជាមួយនឹងការត្រួតពិនិត្យការងារឆែកតាក់ទងជាមួយនឹង defect ការងារ inspection ផ្សេងៗឬក៏របាយការណ៍ប្រចាំថ្ងៃជា daily report ផងដែរងាយស្រួលទេបងប្អូនអាចទៅ download វានៅក្នុង App Store ឬក៏ Google Play Store របស់ Android ក៏បានពេលដែលបងប្អូនចូលទៅដល់ភ្លាមបងប្អូនកុំភ្លេចចុចទៅសញ្ញាបូកនៅខាងក្រោមនេះដើម្បីបង្កើតនៅឈ្មោះ project របស់បងប្អូនអញ្ចឹងបងប្អូនអាចដាក់រូបភាពរបស់គម្រោងរបស់បងប្អូនឬក៏ឈ្មោះរបស់គម្រោងបងប្អូនហើយនឹង description ផ្សេងៗដែលបងប្អូនអាចចុះឈ្មោះនៅក្នុងកម្មវិធីនេះផងដែរបន្ទាប់ពីបងប្អូនបានបង្កើតគម្រោងឲ្យបានរួចរាល់អញ្ចឹងយើងចុចពាក្យថា done បន្ទាប់មកទៀតយើងចាប់ផ្ដើមចូលទៅដល់ page ថ្មីអញ្ចឹងបងប្អូនមើលសញ្ញាបូកខាងក្រោមគ្នាដើម្បីបង្កើតការងារណាមួយដែលបងប្អូនចង់បញ្ចូលនៅក្នុង project ហ្នឹងឧទាហរណ៍ខ្ញុំចង់បង្កើតជា issue ជាការងារ defect work មួយណាអញ្ចឹងខ្ញុំបង្កើតជា defect work នឹងចូលទៅខ្ញុំដាក់រូបភាពចូលអញ្ចឹងរូបភាពយើងអាចប្រើ intonation ជាគំនូសសញ្ញារង្វង់សាកល្បងឬក៏យើងអាចគូសដៃក៏បានយើងអាចគូសដៃក៏ងាយស្រួលហើយអាចគូសដៃនេះគឺជាសញ្ញាដុតក៏បានដែរណាសញ្ញាដាច់អញ្ចឹងទៅអញ្ចឹងជារួចរាល់យើងអាចចុច done ទៅយើងអាច remark សន្តាននៃការងារកម្រិតការងារថាធ្ងន់ធ្ងរត្រូវការបញ្ញាព្រឹកអីចឹងណាអញ្ចឹងមានពណ៌ច្រើនតែបងប្អូនចូលរើសខ្ញុំចឹងខ្ញុំចូលរើសយកពណ៌បៃតងដោយសារវារៀងគេហៅថា high risk ដែរដែលត្រូវចាប់ផ្ដើមបញ្ញាធ្វើការងារហ្នឹងអញ្ចឹងយើងចាប់ផ្ដើមបញ្ចូល description របស់ការងារយើងថាអូ like នេះយើងថតយកហ្នឹងវាមានបញ្ហាអីគេបញ្ហា beam misalignment អញ្ចឹងទៅអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមបញ្ចូល priority អំពីបញ្ហាហ្នឹងហើយយើងចាប់ផ្ដើមបញ្ចូល assign to មានថាយើងដាក់ឈ្មោះទៅឲ្យនរណាគេដែលក្នុង contact number ទូរស័ព្ទដៃយើងវា synchronize ស្រាប់តែម្ដងអញ្ចឹងធ្វើឲ្យយើងងាយស្រួលនៅក្នុងការចុចទៅថាយើងចាប់ផ្ដើមដាក់ឈ្មោះទៅឲ្យក្រុមការងារយើងឈ្មោះអីឲ្យគាត់ចូលទៅជួសជុលឬក៏ rectify នៅតំបន់ការងារដែលយើងថតផ្តិតយករូបភាពនោះអញ្ចឹងបន្តមកទៀតយើងបានបញ្ចូលហើយយើងអាចចាប់ផ្ដើមវាយ comment ចូលថាយើងចង់ឲ្យពួកគាត់កែសម្រួលទៅជាយ៉ាងម៉េចហ្នឹងជាអត្ថន័យដែលយើងចង់បញ្យល់ប្រាប់គាត់ឬក៏ instruct ទៅខាងក្រុមការងារគាត់ធ្វើអញ្ចឹងការងារយើងចប់ហើយនៅក្នុង report នេះអញ្ចឹងបន្តទៅទៀតយើងមានចំណុចមួយទៀតដែលល្អសម្រាប់ programសម្រាប់ app មួយនេះគឺយើងអាច create ជា PDF file បានអញ្ចឹងយើងចុចទៅចូលកន្លែង share សញ្ញាព្រួយខាងលើនេះហើយយើងបង្កើតជា PDF file តាមលក្ខណៈនេះគឺយើង scroll តាមខ្ញុំអញ្ចឹងមកយើងចុះទៅដល់ខាងក្រោមយើងមានពាក្យថា create report អញ្ចឹងបន្ទាប់ពី create report មកវានឹងចេញ report ឲ្យបងប្អូនគ្នាមែនតែនឡូយមែនណាអូខ្ញុំមើលទៅខ្ញុំពេញចិត្តនៅកម្មវិធីនេះមែនតែនគឺវាងាយស្រួលហើយធ្វើឲ្យយើងធ្វើការងាររបស់យើងមិនរីប៉ាយដូចយើងអាច share report នេះទៅកាន់ក្រុមការងារយើងក៏បានផងដែរដូចយើងចុចរបៀបនេះមកគឺយើងនឹងអាច share បានឃើញទេយើងអាច share តាម Telegram share តាមអីផ្សេងទៀតដែលបងប្អូនចង់ share អញ្ចឹងវីដេអូយើងមានប៉ុណ្នេះសូមអរគុណសម្រាប់ការតាមទស្សនាហើយបើចូលចិត្តកុំភ្លេចចុច like ហើយនិង share ហើយ download app មួយនេះទាំងអស់គ្នាដើម្បីទៅប្រើប្រាស់ដើម្បីសម្រួលការងារប្រចាំថ្ងៃរបស់បងប្អូនផងដែរអរគុណបាយបាយ